ជំរាបសួរសួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះហីបាទស្វាគមន៍មកកាន់វីដេអូថ្មីហើយក៏រឿងថ្មីផងដែរបាទអ្នកគ្នាប្រកាសជាដឹងហើយអ្នកគ្នាអរគុណអ្នកទាំងអស់គ្នាជាច្រើនដែលបានតាមដាននៃសាច់រឿងរបស់យើងរាល់ពេលថ្ងៃសៅរ៍ថ្ងៃអាទិត្យផងដែរបាទនិយាយទៅឲ្យ admin មានការឈប់សម្រាកផងដែរប៉ុន្តែភ័យខ្ញុំផុសជារឿងរាល់ថ្ងៃមានវីដេអូប្លែកស្បាយអញ្ចឹងហើយសុំតោគ្នាយើងការដែលតាត់មុនគឺខ្ញុំឈឺឥឡូវក៏ខ្ញុំឈឺដែរខ្ញុំយ៉ាងអត់សូវស្រួលខ្លួនណាទេបាទខ្ញុំជិះវីដេអូថ្មីអីចឹងគ្នាយើងបាទរឿងនេះមកភាកចប់ហ្មងបាទខ្ញុំចោលដាក់អីថ្ងៃបាទការរឿងស្អីរឿងយើងដំបូងបាទមានក្មេងស្រីម្នាក់កំពុងតែជិះកង់ដែរលេងមួយមិត្តភ័ក្តិអីចឹងទៅណាក្មេងយើងឈ្មោះថាបុប្ផាម្នាក់ទៀតមិត្តភ័ក្តិគាត់ហ្នឹងណាឈ្មោះថានារីផងដែរបាទហើយបុប្ផានារីកំពុងតែជិះកង់ទៅបាទបានជួបក្មេងប្រុសម្នាក់អាយុហាក់ហាយគ្នាថាខុសគ្នាត្រង់2ឆ្នាំ3ឆ្នាំអីទេបាទបរិសម្នាក់យើងមានឈ្មោះថាបុប្ផាជិះកង់ធាក់អីយ៉ាងធាក់ដុកទៅដុកកញ្ញាយើងណាកញ្ញាយើងស្រស់ស្អាតនេះយើងនៅដល់រត់យើងខូចអញ្ចឹងណាដល់គ្នាខូចលងស្រឡាញ់មែនតែនហ្មងបាទឃើញលងស្រឡាញ់បាទមានណាជីកន្លែងងាកមុខគេពេលដែលងាកមុខទៅវិញមានណាធ្លាក់ចូលទឹកដើរចូលទឹកបាទដើរចូលទឹកហើយមានអារម្មណ៍ថាកំពុងតែសែតអីចឹងបាទកញ្ញាយើងកញ្ញាបុប្ផាយើងគាត់ដឹងអីសោយឥឡូវរះមាត់បាទសោយមែនតើមកបាទម្នាក់ម្លោ2ថ្ងៃក្រោយក៏ដល់ហ្នឹងស្គាល់ឈ្មោះ Facebook របស់គាត់អីចឹងទៅតាក់ទងគ្នាអីចឹងទៅណាត់ជួបគ្នា2ដងធ្វើឲ្យចាក់ចិត្តលងស្នេហ៍គ្នាអីចឹងទៅណាគ្នាយើងបាទបន្តមកពេលដារ៉ាត់លួចមានស្រីម្នាក់ហ្នឹងណាណែលួចឃើញមានស្រីបុប្ផាហ្នឹងចាប់បានណាគ្នាយើងបុប្ផាឡើយយំបោកខ្លួនមែនតែនចង់ក្រោយគឺជំរឿគាត់គឺអាដៃសម្រាប់ខ្លួនហ្មងមិនបានជោគជ័យតែលោតទឹកគឺបើមាត់ទន្លេបាទមាត់ទន្លេហ្មងអត់មានស្ពានទេលក្ខណៈយើងដើរចូលទឹកហ្មងដើរចូលទឹកឲ្យលងងាប់ហ្មងគ្នាយើងបាទបើនេះយើងខូចចិត្តអីសូមមេត្តាថាកុំលោតទឹកសម្រាប់ខ្លួនដំណងល្អពី admin បាទហើយដល់អញ្ចឹងទៅបាទថាហើយបន្តមកទៀតបាទខាងស្រីនោះម៉ែឲ្យខាងស្រីយំបោកខ្លួនចិត្តខ្លាំងបាទយំបោកខ្លួនចិត្តខ្លាំងខាងស្រីហ្នឹងធ្វើឲ្យបណ្ដាឲ្យការមិនបានការចាប់ជាតិឥឡូវយល់អត់គ្នាយើងបាទបើចាំនៅកន្លែងកំពង់នឹងហ្មងបាទដល់រត់នាំសង្សារទៅមួយទឹកកលេចចំកន្លែងបុប្ផាស្លាប់ទៀតម្លងបានថាជាមួយខែនាំសង្សារទៅបាទធ្វើឲ្យបុកផាម្នាក់នោះបាទចាប់ទៀនជើងអូពេលហ្នឹងអ្នកគ្នាគិតនៅមើលចាប់ទៀនជើងដល់រត់ធ្វើឲ្យគំនុំនេះបានសងសឹករឿងយើងមានតែប៉ុណ្្នឹងទេសូមអរគុណសូមជម្រាបលាសូមការ like share ម្នាក់មួយសូមមេត្តាគ្នាខ្ញុំសូមបរ comment like share ផងបាទខ្ញុំមានកម្លាំងចិត្តបាទអរគុណអត់សមអីច្រើនទេសូម like share តែប៉ុណ្្នឹងអរគុណអ្នកគ្នាអរគុណច្រើនមែនតើបាទបាយបាយសូមជម្រាបលាបាទរាត្រីសុបិនល្អ